ចាជំរាបសួរអស់លោកស្រីអ្នកនាងកញ្ញាទាំងអស់យើងនឹងចាប់ផ្ដើមកម្មវិធីបន្តិចទៀតនេះចាចាបងអញ្ចឹងនេះខ្ញុំសូមអនុញ្ញាតចាប់ផ្ដើមកម្មវិធីជាកិច្ចចាប់ផ្ដើមកម្មវិធីនាងខ្ញុំសូមជម្រាបសួរអាយឧត្តមអស់លោកស្រីអ្នកនាងកញ្ញាបងប្អូននិស្សិតទាំងអស់ជាទីគោរពរាប់អានហើយនាងខ្ញុំក៏សូមជម្រាបសួរលោកសាស្ត្រាចារ្យអឹមសុរិទ្ធីនិងនាងខ្ញុំសូមជម្រាបសួរលោកបណ្ឌិតអុកសវណ្ណរាហើយនាងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ថ្លៃថ្លារបស់វាគ្មិនទាំងពីររូបដែលបាទលោកបានសិក្សាស្រាវជ្រាវលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្តចែករំលែកចំណេះដឹងរបស់លោកជូនដល់សាធារណជនទាំងអស់ហើយនាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមស្ដាប់របស់ភ្ញៀវកិត្តិយសទាំងអស់ហេតុនេះ
សារមន្ទីរជាតិថ្ងៃនេះសារមន្ទីរជាតិមានកិត្តិយសរៀបចំបឋកថាអនឡាញស្ដីអំពីមរតកវប្បធម៌តាមបឹងទន្លេសាបនិងទន្លេមេគង្គដែលមានពីរប្រធានបទគឺប្រធានបទទី1គឺទន្លេសាបនិងអង្គរដោយលោកសាស្ត្រាចារ្យអឹមសុរិទ្ធីលោកជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងវិទ្យានអង្គរបុរាណវិទ្យាបង្ការនៃអាជ្ញាធរអប្សរហើយលោកក៏ជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៃមហាវិទ្យាល័យបុរាណវិទ្យាលោកនឹងបង្ហាញអំពីទំនាក់ទំនងរវាងតំបន់ភូមិសាស្ត្រមានសារៈសំខាន់ពីនៅខេត្តសៀមរាបតំបន់អង្គរដែលជាអតីតរាជធានីនៃចក្រភពខ្មែរគ្រប់ដណ្ដប់ចាប់ពីភ្នំគូលែននៅខាងជើងចុះមកជាប់នឹងទន្លេសាបនៅខាងត្បូងនេះមិនមែនជាការចៃដន្យទេដែលព្រះមហាក្សត្រខ្មែរទ្រង់ជ្រើសរើសភូមិសាស្ត្រនេះរៀបចំជារាជធានីរបស់ខ្លួនដែលមានអាយុនិងសេចក្តីចម្រុងចម្រើនអស់រយៈកាល600ឆ្នាំចំណែកឯប្រធានបទទី2វិញមានចំណងជើងថាទឹកជីវិតនិងបរិស្ថាននៃបឹងទន្លេសាបដោយលោកបណ្ឌិតអុកសវណ្ណារាពីវិទ្យាស្ថានតិចណូឡូជីនៃទីក្រុងតូក្យូប្រទេសជប៉ុនលោកនឹងបង្ហាញពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីនៃបឹងទន្លេសាបដែលផ្ដល់អត្ថប្រយោជន៍ចំពោះជីវិតមនុស្សនិងសត្វដែលអាស្រ័យផលពីបឹងនេះទំនាក់ទំនងទឹកនិងជីវិតនៅកម្ពុជាបានផ្ដល់ប្រយោជន៍មហាសាលសម្រាប់សេដ្ឋកិច្ចនិងអត្តសញ្ញាណជាតិខ្មែរមានជាអាចដូចជាការរស់នៅបែបសហគមន៍បណ្ដែតទឹកការរស់នៅជាអចិន្ត្រៃយ៍ជុំវិញតំបន់លិចទឹកនៃបឹងដោយអាស្រ័យផលផ្សេងៗពីបឹងជាពិសេសទឹកនិងត្រីដែលជាចំណូលចិញ្ចឹមជីវិតប្រចាំថ្ងៃហេតុនេះអធិស្ឋានផងលោកស្រីសូមកត់ត្រាសំណួរទុកនៅចុងបញ្ចប់នៃបឋកថារបស់វាគ្មិនយើងទាំងពីររូបលោកនឹងឆ្លើយសំណួរអស់លោកស្រីដែលមានរយៈពេល20នាទីនាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជាមុនចំពោះសំណួររបស់អស់លោកស្រីដូចនេះនាងខ្ញុំសូមជូនវេទិកាជូនលោកសាស្ត្រាចារ្យអឹមសុរិទ្ធីលោកនឹងចែករំលែកចំណេះដឹងនៅប្រធានបទទី1ស្ដីអំពីទន្លេសាបនិងអង្គរដោយដែលនាងខ្ញុំបានរៀបរាប់ជូនខាងលើសូមគោរពអញ្ជើញលោកគ្រូចា៎ជាបឋមសូមជំរាបសួរបងប្អូនដែលមានវត្តមានទីនេះសូមអរគុណលោកប្រធានសារមន្ទីរវិសុទ្ធដែលបានអញ្ជើញខ្ញុំបាទមកផ្ដល់នឹងឲ្យជា